កម្ពុជាក៏រក្សាសិទ្ធិនៅក្នុងការការពារខ្លួនគ្រប់មធ្យោបាយរួមទាំងការប្រើប្រាស់កម្លាំងបរាវុធបើសិនជាប្រទេសណាមួយហ៊ានប្រើប្រាស់កម្លាំងបរាវុធមកឈ្លានពានកម្ពុជា